ជំងឺខ្លាចសង្គមហ្នឹងយើងអាចហៅយ៉ាងបានទៀតថាការៈចាញ់ច្រាំងគេដោយយើងខ្លាចត្រូវបានគេចំអន់មកកាន់យើងឬក៏ត្រូវបានគេវាយតម្លៃខុសមកកាន់យើងនៅពេលដែលយើងត្រូវចេញក្រៅដូចជាញ៉ាំអាហារនៅក្រៅឬក៏នៅពេលដែលយើងត្រូវបានឡើងនិយាយជាសាធារណៈអីចឹងណាបងប្អូនជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបានសារខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាអំពីចំណុចមួយដែលខ្ញុំបានអានសភៅជួបដែលពិតជាចាប់អារម្មណ៍មែនតើហើយខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់ខ្លាចសង្គមចឹងខ្ញុំអានចំចំណុចហ្នឹងខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាដោយគ្នាយើងសង្ឃឹមថាពួកយើងនឹងលែងខ្លាចសង្គមតទៀតចឹងមុនពេលដែលយើងត្រូវជំនះជំងឺខ្លាចសង្គមហ្នឹងយើងឈប់ចាញ់ច្រាបគេដំបូងបំផុតយើងត្រូវយល់ថាជំងឺខ្លាចសង្គមហ្នឹងជាអីជំងឺខ្លាចសង្គមហ្នឹងយើងស្រួលយល់គឺជាស្ថានភាពមួយនៃអារម្មណ៍របស់យើងដែលយើងបារម្ភខ្លាំងឬក៏យើងពិបាកចិត្តនៅពេលដែលយើងចេញក្រៅដោយយើងគិតថាយើងនឹងទទួលបានភាពអាម៉ាស់ដោយមនុស្សជុំវិញខ្លួនរបស់យើងនឹងគិតអត់ល្អមកយើងឬក៏គាត់វាតម្លៃខុសមកកាន់យើងអីចឹងទៅឧទាហរណ៍យើងត្រូវចេញក្រៅដោយការស្លៀកពាក់ណាមួយអីចឹងយើងនឹងគិតថាអារម្មណ៍របស់យើងយើងអាចគិតថាអ្នកជុំវិញខ្លួននឹងចំអន់មកកាន់យើងដោយក្នុងរូបភាពណាមួយអីចឹងទៅដោយនៅពេលខ្លះយើងអាចគិតថាអ្នកជុំវិញខ្លួនរបស់យើងហ្នឹងនឹងបូលីយើងនឹងនិយាយអត់ល្អពីយើងនៅពេលដែលយើងធ្វើអីមួយឲ្យពួកគាត់ឃើញពួកគាត់នឹងគិតឆាមពីយើងខ្លាចគេចាញ់ខ្លាចគេអីចឹងណាសូម្បីតែខ្ញុំកំពុងធ្វើវីដេអូនេះក៏ខ្ញុំមានអារម្មណ៍ថាខ្លាចគេចាញ់ដូចគ្នាដែរប៉ុន្តែវាមិនមែនជាthe point ហើយវាមិនមែនជាបញ្ហាធំរបស់យើងទេមនុស្សម្នាក់ៗគាត់មានបញ្ហារៀងខ្លួនគាត់គិតពីជីវិតគាត់អត់មានពេល stress ច្រើនដើម្បីគិតពីយើងទេវាជាការរំខានមួយមែនតើនៅពេលដែលយើងជាមនុស្សម្នាក់ខ្លាចសង្គមយើងអត់ហ៊ានទៅក្រៅតែវារំខានជីវិតយើងច្រើនឧទាហរណ៍ដូចយើងចង់ដើរលេងម្នាក់ឯងអីចឹងទៅយើងចង់ទៅណាមកណាទៅក៏យើងខ្លាចពីមនុស្សជុំវិញខ្លួនថាគេនឹងគិតអត់ល្អពីយើងអីចឹងណាបងប្អូនតាមពិតទៅពួកគាត់អត់គិតអីច្រើនទេយើងខ្លាចមកពីយើងខ្លួនឯងទេអាហ្នឹងវាជាអារម្មណ៍របស់យើងដែលយើងត្រូវជំនះចឹងមុននឹងយើងត្រូវជំនះអារម្មណ៍មួយនេះយើងត្រូវទទួលស្គាល់ថាវាថាយើងពិតជាខ្លាចសង្គមមែនយើងត្រូវទទួលស្គាល់ថាហ្នឹងវាជាបញ្ហាដែលមាននៅក្នុងចិត្តរបស់យើងមែនយើងទទួលស្គាល់ហើយទើបយើងអាចហៅដំណោះស្រាយផ្សេងទៀតដើម្បីនឹងជំនះជំងឺខ្លាចសង្គមមួយហ្នឹងចឹងពីការអានសភៅរបស់ខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នាអំពីកលឹះមួយចំនួនដែលអាចធ្វើឲ្យយើងឈប់គិតបែបហ្នឹងឈប់គិតថាយើងខ្លាចសង្គមទៀតអីចឹងអ្នកទាំងអស់គ្នាចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួយអ្នកទាំងអស់គ្នាបន្តិចបន្តួចនៅក្នុងការជំនះជំងឺខ្លាចសង្គមហ្នឹងអ្វីដែលខ្ញុំអាប់ជាមប្រាប់អ្នកនរគ្នាបានគឺយើងត្រូវតែផ្ដោតទៅលើខ្លួនឯងផ្ដោតលើការងារដែលយើងកំពុងធ្វើយើងកុំគិតច្រើនកុំ stress កុំ overthinking កុំគិតច្រើនពេកពីមនុស្សជុំវិញខ្លួនដូចនិយាយដែរអញ្ចឹងពួកគាត់មានជីវិតមានបញ្ហាមានអីដែលគាត់ត្រូវគិតផ្ទាល់ខ្លួនមកគាត់អីគាត់អត់មានពេលច្រើនសម្រាប់គិតរបស់យើងទេពួកយើងមិនគួរផ្ដោតទៅលើមនុស្សជុំវិញខ្លួនថាពួកគាត់នឹងសម្លឹងមកយើងគ្រប់ជំហានគ្រប់ពេលនោះទេយើងត្រូវតែផ្ដោតមកលើខ្លួនឯងឲ្យបានច្រើនតាមដែលយើងអាចធ្វើបានសំខាន់អ្វីដែលយើងធ្វើហ្នឹងកុំខុសឆ្គងកុំប៉ះពាល់ដល់អ្នកដទៃចឹងណាអ្នកទាំងអស់គ្នាចឹងប៉ះសិនបើយើងនៅតែគិតអំពីមនុស្សជុំវិញខ្លួនរបស់យើងថាពួកគាត់នឹងមើលរបស់យើងរហូតចឹងការផ្ដោតអារម្មណ៍របស់យើងគឺតិចមែនតើហើយចំពោះការភ័យខ្លាចរបស់យើងគឺមានកាន់តែច្រើនហើយពួកយើងត្រូវតែជឿជាក់លើខ្លួនយើងថាយើងអាចជំនះលើអារម្មណ៍ភ័យខ្លាចរបស់យើងបានវាចេញពីខ្លួនយើងឯងវាអត់ខ្លាំងជាងយើងឯងវាចេញពីអារម្មណ៍របស់យើងដូច្នេះយើងក៏អាចគ្រប់គ្រងបានដែរយើងត្រូវតែធ្វើយើងឲ្យខ្លាំងជាងអារម្មណ៍ភ័យខ្លាចហ្នឹងប៉ុន្តែយើងក៏កុំបង្ខំខ្លួនឯងពេកដែរយើងអាចព្យាយាមទៅម្ដងអញ្ចឹងណាអ្នកគ្នាប៉ុន្តែត្រូវមានទំនុកចិត្តលើខ្លួនឯងត្រូវគិតថាយើងអាចឈ្នះលើអារម្មណ៍ភ័យខ្លាចនឹងបានអញ្ចឹងជាថ្មីម្ដងទៀតអ្នកទាំងអស់គ្នារឿងដែលអ្នកទាំងអស់គ្នាអាចជំនះលើអារម្មណ៍ភ័យខ្លាចនឹងបានទីមួយអ្នកគ្នាត្រូវរកឫសគល់ឲ្យច្បាស់ហើយព្យាយាមសម្របទៅម្ដងហើយយើងត្រូវតែគិតថាយើងធំជាងបញ្ហាក៏ដូចជាធំជាងអារម្មណ៍ដែលយើងខ្លាចយើងអាចគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់យើងបានតែយើងកុំបង្ខំខ្លួនឯងពេកចឹងណាអ្នកទាំងអស់គ្នាអីក៏ដោយក៏យើងត្រូវការពេលដែរអ្នកទាំងអស់គ្នាវាមិនមែនជាកំហុសរបស់យើងទេអាហ្នឹងមកពីយើងធ្លាប់មានបទពិសោធន៍អត់ល្អណាមួយដែលអាចថាធ្លាប់មានគេបូលីយើងធ្លាប់មានគេចំអន់យើងចំហយើងច្រើនធ្វើយើងបាក់ស្វែអីចឹងទៅមិនមែនជាកំហុសរបស់យើងទេប៉ុន្តែនៅពេលដែលយើងអាចជំនះបានហើយវាមានអត្ថប្រយោជន៍ច្រើនមែនទែនយើងហ៊ានចូលរួមកម្មវិធីផ្សេងច្រើនយើងអាចចូលរួមនៅក្នុងសង្គមមែនច្រើនចឹងណាអ្នកគ្នាចំពោះការចែករំលែករបស់ខ្ញុំហ្នឹងគឺខ្ញុំបានយកសភៅមកក្បាលនេះមកអានគឺគ្មានអ្វីដែលខ្ញុំត្រូវខ្លាចដែលជាឃើញចំណុចមួយហ្នឹងពិតជាចាប់អារម្មណ៍មែនទែនអញ្ចឹងសង្ឃឹមថាការចែករំលែករបស់ខ្ញុំហ្នឹងគឺជាផ្នែកមួយដែលអាចជួយអ្នកទាំងអស់គ្នាបាន
ដែលជាផ្នែកតូចក៏បានដែរឲ្យតែយើងអាចព្យាយាមជំនះលើការខ្លាចសង្គមនឹងបានចឹងអរគុណអ្នកនរគ្នាមែនតើជួបជាមួយខ្ញុំបានសាលនៅវីដេអូក្រោយៗទៀត